Welcome back to our phonics class. Okay, today you study Unit 6. Unit 6. Okay, Unit មានន័យថាមេរៀន 6 មានន័យថាទី6 yeah ទីឬក៏លេខ6 Okay, short vowel I. Short vowel I. Yeah, vowel. Wow. Yeah. អានេះដូច wow អញ្ចឹងណាប៉ុន្តែយើងប្អូនឲ្យវែងហើយវាមានកតុយឡើងទៅលើអ៊ឺនបន្តិចមក vowel Wow. I I. sounds A Okay ចាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជាស្ថាបនិកសាលារៀន Wisdom សាលារៀន Wisdom មានលោកគ្រូអ្នកគ្រូជាច្រើនរូបដែលមានឯកទេសអក្សរសាស្ត្រអង់គ្លេសនិងអាចបង្រៀនមូលដ្ឋានគ្រឹះជូនទៅដល់បុត្រធីតារបស់លោកអ្នកបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនចូលរៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសឬក៏មុខវិជ្ជាគួរផ្សេងៗអាចឆាតចូលទៅក្នុង page ឬក៏តាម Telegram នៅខាងលើនេះបានចាពុកម៉ែបងប្អូនការរៀនមូលដ្ឋានគ្រឹះគឺពិតជាសំខាន់ក្នុងការជួយដល់បុត្រធីតារបស់លោកអ្នកឲ្យចេះប្រកបអានពាក្យនៅក្នុងភាសាអង់គ្លេសចាលោកអ្នកប្រកាសជាឆ្ងល់ហើយថាកូនខ្ញុំរៀនអង់គ្លេសយូរឆ្នាំហើយប៉ុន្តែអត់ចេះអានចាគឺដោយសារតែគាត់អត់បានរៀនមូលដ្ឋានគ្រឹះឬក៏គាត់អត់ទាន់ចាំមូលដ្ឋានគ្រឹះប៉ុន្តែបើយើងចេះមូលដ្ឋានគ្រឹះទោះបីជាជួបពាក្យថ្មីៗដែលធ្លាប់រៀនក៏យើងអាចប្រកបអានបានដែរចាអញ្ចឹងថ្ងៃនេះគឺយើងរៀន Unit 6 មេរៀនទី6 Short vowel I ស្រៈសំឡេងខ្លី I អញ្ចឹង I គឺ sounds A Okay so let's read together A B eb ek ek ed ed if if Okay so if មានន័យថាប្រសិនបើអូខេចាអញ្ចឹងតាមពិតពាក្យ if ហ្នឹងទីឈើលើកូនសិស្សអាន if ណាវាគួរតែជាសំឡេង if ចាអញ្ចឹងគឺសំឡេង f អញ្ចឹងសម្រាប់សំឡេងខាងក្រោមនេះគឺកូនអាចមើលទៅតាមវីដេអូមុនបានហើយសម្រាប់លោកអ្នកចង់ឲ្យកូនចេះមូលដ្ឋានគ្រឹះអាចចុះឈ្មោះចូលរៀនជាមួយនឹងសាលារៀន Wisdom បានចាអញ្ចឹងយើងចូលទៅចំណុចបន្ទាប់របស់យើងគឺ I sounds in Okay p ip yeah ip អញ្ចឹងឯនេះគឺយើងរៀន in ហើយនឹង ip sounds Okay in b in bin noun ធុងសំរាម Okay p sounds p in pin noun ម្ជុល Okay ម្ជុលហ្នឹងគឺសំដៅទៅលើម្ជុលយើងដោតណាម្ជុលខ្ទាស់ឬក៏ម្ជុលយើងដោតกระดาษនៅលើกระดาษខៀនអញ្ចឹងទៅ Okay next one is ip l ip lip noun បបោមាត់ Okay z ip zip yes noun root ឬក៏ zipper ក៏បានដែរ zipper American English ណាតែ teacher ដាក់សំឡេងនេះ zip មកដោយសារវានៅក្នុងមេរៀនរបស់យើង Okay so let's read sentences Yeah បើអត់មាន s យើងអាន sentence ដល់ពេលមាន s គឺ sentences 1 The trash is in the bin Trash is in the bin Okay ចឹងសម្រាមណា trash បើប្រែថាសម្រាមគឺនៅក្នុងធុងសម្រាមចាកុំ trash នៅក្រៅ bin អត់ត្រូវទេណា Number 2 You should pin the location Yeah shin Yeah shin TION sound like shin ណា Yeah location Okay អ្នក should បើប្រែថាគួរតែ Okay pin មានថាបើសិនជាវាជា noun បើប្រែថាម្ជុលអញ្ចឹងបើជាកិរិយាសព្ទឯគេដៅណាកំណត់ដៅ Okay ដៅទីតាំង Okay location បើប្រែថាទីតាំង Number 3 Please zip up your trousers Okay Number 3 Please zip up your trousers Okay Please មានថាសូម zip up មានថា root trousers មានថាខោសាច់កណាត់ណារបស់អ្នក សូមរូតខោរបស់អ្នក
Okay? Yeah. Yeah, please zip up your zipper before you go out. Okay? Alright, so I hope you enjoyed the lesson today. Alright? ចាពុកម៉ែបងប្អូនបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនៗចូលរៀនភាសាអង់គ្លេសចាប់ពីមូលដ្ឋានគ្រឹះឡើងទៅសូមឆាតចូលទៅក្នុង page ហើយសូមពុកម៉ែបងប្អូនជួយ share វីដេអូនេះនិង follow page របស់នាងខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយៗទៀត